ដឹងថាគេបញ្ជូនទៅព្រៃនគរហើយគេឲ្យចុះពីលើរថយន្តហើយបណ្ដាលចុះកប៉ាល់គេឲ្យចុះទៅក្នុងក្លុបកប៉ាល់ដែលងងឹតឈឹងលែងដឹងទិសដៅតំបន់អ្វីទាំងអស់ឯដៃនឹងជើងគេដាក់ខ្នោះដដែលអ្នកដែលបារាំងចាប់ទាំងប៉ុន្មានក្នុងរឿងជាមួយគ្នានេះដែលជាប់ឃុំនៅទីទីពីគ្នាស្រាប់តែជួបគ្នានៅក្នុងកប៉ាល់តែម្ដងមិនដឹងជាប៉ុន្មានម៉ោងទេកប៉ាល់បើកចេញទៅនោះទាំងអស់គ្នាដូចជាក្នុងអន្លង់យប់ជ្រៅងងឹតរកពន្លឺគ្មានលុះត្រាតែកប៉ាល់ឈប់តែម្ដងទើបគេដឹងថាដល់ដំណាក់ហើយបន្ទាប់ពីកប៉ាល់ឈប់មកពួកម៉ាត់ឡូក៏មកបើកឃ្លុបមានពន្លឺចូលគេនាំគ្នាបញ្ចេញទាំងអស់គ្នាឲ្យឡើងមកលើរួចបញ្ជូនតាមឡានទៅទៀតទៅឈប់នឹងអាគារធំចង្ក្រឹងមួយមានផ្នែកសរសេរជាអក្សរបារាំងធំថា Prison Central ទើបរាល់គ្នាដឹងថានេះគឺជាគុកធំនៃព្រៃនគរហើយរំពេចនោះគេបណ្ដាលចូលទៅក្នុងគុកនោះភ្លាមគេឲ្យផ្លាស់សម្លៀកបំពាក់ចាស់ចេញឲ្យស្លៀកពាក់ខោអាវខាងគុកគេវិញរួចនាំចូលទៅក្នុងសាលធ្នូជាន់ទី4សាលលេខ3គុកធំនោះមានអាគារតូចធំជាច្រើនខ្លះមួយជាន់ខ្លះពីរជាន់អាគារដែលធំហើយវែងជាងគេមាន2សង់ជា4ជាន់អាគារទាំងអស់ផ្នែកទី1នៃសាលធំគេឲ្យមនុស្សទោសខ្មែរនៅឯផ្នែកទី2សម្រាប់អ្នកទោសយួនលោកអាចារ្យហែមជីវលោកនួនដួលលោកប៉ាឈឿនសិនតាហេវហត់រវើយណាស់ទៅហើយនោះត្រូវបញ្ជូនឲ្យទៅខាងខ្មែរពេលដែលចូលទៅដល់នោះបារាំងជាអ្នកនាំបានទៅនិយាយនឹងខ្មែរម្នាក់ដែលមានរាងមៀតមមក្រអាញរាល់គ្នាយល់ថាប្រហែលជាកាប៉ារ៉ាល់គុកនៅទីនេះនៅក្បែរអ្នកនោះឯងមានអ្នកទោសមៀតមម4ទៅ5នាក់ថែមទៀតអមក្នុងពេលអ្នកទាំង3នាក់កំពុងឈួរពិនិត្យមើលគេនោះស្រាប់តែមានអ្នកទោសផ្សេងម្នាក់ដើរមកជិតលោកអាចារ្យហែមជីវហើយខ្សឹបតិចថាណែខ្ញុំអាណិតអ្នកឯងណាស់ខ្ញុំសូមប្រាប់អ្នកឯងឲ្យដឹងខ្លួនមុនកុំឲ្យគេធ្វើបាបទណ្ឌខ្ញុំសូមប្រាប់ថាអ្នកដែលបារាំងកំពុងនិយាយរកនេះគឺកាប៉ារ៉ាល់ត្រួតត្រាអ្នកទោសខ្មែរគាត់កាចសាហាវណាស់គេហៅគាត់ថាដៃបែវតាមពាក្យយួនកាប៉ារ៉ាល់នោះជាខ្មែរកម្ពុជាក្រោមជាទាហានជាប់ទោសយូរហើយពួកអ្នកឯងចូលទៅត្រូវមានការគោរពសំពះគាត់ដោយស្ដេចហើយត្រូវពោលពាក្យសុំជ្រកកោនគាត់ផងទើបសុខខ្លួនបើមិនដូច្នោះទេនឹងត្រូវពួកគាត់វាយដំច្រំធាក់ឥតប្រណីឥឡូវហ្នឹងនិយាយប្រាប់ដូច្នោះហើយអ្នកទោសនោះគេចខ្លួនបាត់ទៅឯព្រះអាចារ្យហែមជីវក៏រហ័សកេះប្រាប់លោកជាសិស្សឲ្យចាំធ្វើតាមពាក្យគេប្រាប់ពេលនោះបារាំងថយទៅវិញកាប៉ារ៉ាល់គុកក៏ហៅអ្នកទោសថ្មីទាំង3នាក់មកលោកនួនដួងចូលមុនគេលុតជង្គង់វាទៅជិតលើកដៃសំពះកាប៉ារ៉ាល់នោះសួរដោយទឹកមុខកាចថាឯងមានរឿងអីបានជាមកជាប់គុកលោកនួនដួងឆ្លើយថាសូមទោសលោកគេចោទថាខ្ញុំបានបំបះបំបោក្បត់បារាំងគ្រាន់តែឮថាក្បត់បារាំងដូច្នេះកាប៉ារ៉ាល់នោះស្រាប់តែស្រែកថាយើឯងមានក្បត់បារាំងផងណាចាត់ការទៅកនយើងគ្រាន់តែឮដូចជាដូច្នោះអ្នកទោសអមអង្គគេទាំងប៉ុន្មាននោះស្ទុះមកទាំងកំរោលវាយទាត់ធាក់លោកនួនដួងដួលស្រឡប់ត្រលិនរមៀលធ្លាក់ពីថ្នាក់លើតាមជណ្ដើរមកក្រោមសម្លប់ឈឹងលោកអាចារ្យហែនជីវនឹកខ្លោចសិស្សលុះដល់វេនលោកចូលដល់សំពះនិយាយហោហែថាសូមទោសលោកម្ចាស់ខ្ញុំបាទនេះជាលោកសង្ឃទេគេផ្សឹកមកព្រោះខ្ញុំទេសនាពន្យល់ប្រជាជនបងប្អូនខ្មែរឲ្យចេះដឹងផ្លូវល្អគិញបារាំងស្អប់ខ្ញុំចោទខ្ញុំថាក្បត់បារាំងទៅសូមលោកមេត្តាផងកាប៉ារ៉ាល់នោះដូចជាភ្ញាក់អ្នកឯងជាលោកសង្ឃទេខ្ញុំបាទជាលោកសង្ឃ
ឯម្នាក់ទៀតនោះជាសិស្សរបស់ខ្ញុំជាអាចារ្យបង្រៀនមានរឿងដូចខ្ញុំដែរសូមលោកម្ចាស់មេត្តាផងទៀនប្រុសអូពួកអ្នកឯងជាមនុស្សស្លូតត្រង់ទេមិនមែនជាចោរអីទេអើអញអត់ឱនឲ្យខ្លះទើបកាបរានោះបង្គាប់ទៅអង្គរៈទាំងប៉ុន្មានឲ្យជួយលើកលោកនួនដួងមករឹតច្របាច់ឲ្យដឹងខ្លួនលោកអាចារ្យហែនជាវនិងលោកនួនត្រូវគេដាក់ឲ្យនៅជាមួយគ្នាហើយលោកប៉ាឈឿនគេដាក់នៅកន្លែងផ្សេងកន្លងប្រហែល10ថ្ងៃស្រាប់តែឃើញគេបញ្ជូនអ្នកទោសជាគ្នាមកពីទីក្រុងភ្នំពេញទៀតគឺលោកមានបុនច័ន្ទម៉និងភិក្ខុបាំងខាត់ជាដើមលោកអាចារ្យហែនជាវក៏ប្រញាប់និយាយប្រាប់កាប់រ៉ាល់នោះជាស្រេចថាសូមលោកអាណិតកុំធ្វើបាបទើបមកដល់ថ្មីនេះឡើយគេជាគ្នាខ្ញុំមានរឿងរ៉ាវដូចខ្ញុំដែរសូមអាណិតទៅកាប់រ៉ាល់នោះក៏ងក់ក្បាលថាមិនអីទេមិនវេដំច្រំធាក់ទេតែត្រូវធ្វើការជាទម្ងន់ដោយគេឯងធម្មតាអ្នកទោសដែលទៅក្រោយនេះក៏បានធូរខ្លួនបន្តិចដោយសារលោកអាចារ្យជួយនិយាយសម្រួលចំពោះកាប់រ៉ាល់ដ៏ខូខើនោះលោកអាចារ្យហែនជាវថ្មីត្បិតតែជាប់ឃុំឃាំងលោកឆ្លៀតប្រាប់អ្នកទោសគ្នាថាឲ្យខំអត់ធ្មត់ទៅយើងជាអ្នកត្រួតត្រាយខ្លួនឲ្យគេដើរហើយរមែងតែពើបប្រទះគ្រោះថ្នាក់ដូចនេះឯងលោកអាចារ្យហែនជាវលោកពិសាបាយតែពេលព្រឹកប៉ុណ្ណោះបាយល្ងាចលោកទុកឲ្យលោកទោសក្រហោះមានលោកបុនច័ន្ទម៉ជាដើមអ្នកទោសសំខាន់ដែលត្រូវគេហៅទៅកាត់ទោសមុនគេនោះមានរូបលោកអាចារ្យហែនជាវប៉ាឈឿននួនដួងបុនច័ន្ទម៉បន្ទាប់ពីបានសាកសួរតាមខដែលគេចោទថាយើងក្បត់បារាំងនោះហើយគេបានទៅជំនុំគ្នាមួយសន្ទុះហើយចេញមកវិញគេស្រែកប្រកាសទោសឲ្យទាំងអស់គ្នាដឹងលោកប៉ាឈឿនអ្នកឯងត្រូវទោសប្រហារជីវិតឈ្មោះហែមជាវអ្នកឯងត្រូវទោសប្រហារជីវិតឈ្មោះនួនដួងអ្នកឯងត្រូវទោសប្រហារជីវិតឈ្មោះបុនអ្នកឯងត្រូវទោសគុក5ឆ្នាំនិងនិរទេស15ឆ្នាំមិនឲ្យចូលស្រុកហើយត្រូវរឹបអូសយកទ្រព្យសម្បត្តិទាំងអស់ក្រោយនោះគេបញ្ជូនទៅគុកធំវិញនៅនឹងគុកធំនោះអស់ពេលជាង2ខែទើបគេបញ្ជូនអ្នកទោសខ្លះទៅកោះត្រឡាចហើយលោកទាំង3នោះត្រូវរងចាំស្ដាប់សេចក្តីសម្រេចសម្រាលទោសរបស់លោកសេនាប្រមុខពេតាំងប្រមុខរដ្ឋនៃប្រទេសបារាំងជាចុងក្រោយការរងចាំនេះត្រូវរងកម្មយ៉ាងទារុណនៅគុកព្រៃនគរអស់ពេលយ៉ាងយូរក្រៃលែងប្រហែល6ទៅ7ខែក្រោយមកទើបគេប្រាប់ថាលោកសេនាប្រមុខពេតាំងសម្រាលទោសពីប្រហារជីវិតមកត្រឹមទោសអស់មួយជីវិតវិញក្នុងខែមិថុនាឆ្នាំ1943គេក៏បញ្ជូនអ្នកទាំង3ទៅកាន់កោះត្រឡាចនៅក្នុងគុកកោះត្រឡាចគេដាក់អ្នកទាំង3នៅលេខ4ជាកន្លែងទោសអក្រិតអស់អាយុទាំងអស់គ្នាគុកនោះគេឲ្យអ្នកទោសវិញខ្សែពួរនិងធ្វើរបស់ផ្សេងតាមតែបារាំងបង្គាប់នៅគុកទី4គេហាមតឹងរឹងណាស់មិនឲ្យមនុស្សផ្សេងទៅសាកសួរសុខទុក្ខមនុស្សទោសដែលនៅក្នុងនោះសោះឡើយប៉ុន្តែលោកបុនច័ន្ទម៉ដែលមកជាប់ទោសមុនហើយដែលមានវាសនាធ្វើជាកាប់រ៉ាល់អ្នកទោសម្នាក់ដែរនោះបានលបលាក់ផ្ញើរបស់របរតិចតួចទៅឲ្យអ្នកទាំង3ដែរប៉ុន្តែសេចក្តីលំបាកទុក្ខវេទនាដោយខ្លួនជាអ្នកទោសរងទារុណកម្មបូកនឹងធាតុខុសគ្នានៃធម្មជាតិបានធ្វើឲ្យលោកអ្នកទោសទាំង3នេះមានរោគាភាជបៀតបៀនជារឿយហើយនៅទីបំផុតលោកអាចារ្យហែនជាវមានរោគមូលជាខ្លាំងហើយលោកនួនដួងកើតរោគស្ពឹកដៃជើងលោកនួនដួងដោយពេទ្យចេះតែចាក់ថ្នាំគ្មានប្រសិទ្ធភាពច្រើនមកជុលពេកក៏ទៅជាកើតបោសត្រង់ត្រគាកហើមយ៉ាងធំពេទ្យក៏វះយកខ្ទុះចេញយ៉ាងវេទនាបំផុតហើយលោកអាចារ្យហែនជាវឈឺដាបមែនតែនងើបលែងរួចចុករមូលស្លេកស្លាំងអស់គ្មានសង្ឃឹមឡើយគ្រូពេទ្យនៅកោះត្រឡាចគ្មានថ្នាំអ្វីព្យាបាលអ្នកជំងឺទេហើយចំពោះជំងឺមូលនេះ
ក៏មិនដឹងជារោគថ្នាំអ្វីដាក់ផងពេទ្យនោះយកតែទឹកសមុទ្រឬទឹកកំបោរពណ៌សមកឲ្យផឹកបញ្ចុះប៉ុណ្ណោះដោយឃើញថាអ្នកទាំងពីរដាប់មែនទែនគេបញ្ចេញទៅដាក់នៅសាលពេទ្យលោកប៊ុនច័ន្ទមកបានដឹងក៏ស្កាត់មកមើលអ្នកទាំងពីរឃើញលោកអាចារ្យហែមជាវដាបបំផុតមុតមានធរៈទេក៏និយាយជួលកម្មករពេទ្យនៅទីនោះថាបើអ្នកជំងឺនឹងស្លាប់សូមមេត្តាកប់ខ្មោចដោយឡែកផងកុំកប់លីឡំជាមួយខ្មោចដទៃរួចក៏ឲ្យប្រាក់ខ្លះទៅកម្មករពេទ្យនោះនៅកោះត្រឡាចនេះមានពេលខ្លះមនុស្សស្លាប់ច្រើនគេយកទៅកប់5ទៅ6នាក់តែក្នុងរណ្ដៅមួយក៏មានលោកពុនច័ន្ទមកយល់ថាលោកអាចារ្យហែមជាវអស់មានអ្វីនឹងជួយកែកើតហើយបើស្លាប់ទៅគាត់នឹងត្រូវចំណាំកន្លែងភ្នូររបស់លោកអាចារ្យតទៅទៀតហេតុនេះទើបគាត់ជួលគេឲ្យចាំកប់ដោយឡែកនោះចំណែកលោកអាចារ្យហែមជាវក្រោយនោះរោគគាពៀតកំរើកខ្លាំងមែនទែនចុកស្វាយមាត់អស់ហើយលោកននៀលទៅរកលោកនួនដួងជាសិស្សលោកនួនដួងក៏ខំក៏កិលមករកដែរលើកក្បាលលោកអាចារ្យជាគ្រូដាក់ហើយជួយរឹតច្របាច់ពោះឲ្យគ្រូដោយគោរពឯទឹកភ្នែកក៏រអិលចុះទៅលើទ្រូងអាចារ្យជាគ្រូលោកអាចារ្យហែមជាវក៏មានទឹកភ្នែករលីងរលោងមកដែរដោយឈឺចាប់ពេកនិងដោយអាណិតគ្នាទៅវិញទៅមកផុតថ្លែងដោយដឹងខ្លួនឯងច្បាស់ថាអស់មានជីវិតទៅទៀតហើយលោកអាចារ្យហែមជាវបាននិយាយខ្សោៗទៅកាន់លោកនួនដួងថានួនដួងយើងវេទនាណាស់ហើយអញមើលទៅមិនរស់ទេមុខជាស្លាប់ពេលនេះហើយដួងឯងនៅក្រោយខំថែខ្លួនបន្តិចក្រែងមានអាយុនឹងចាំមើលព្រឹត្តិការណ៍ស្រុកទេសទៅទៀតផងលោកនួនដួងនិយាយទៅកាន់លោកអាចារ្យវិញថាព្រះតេជគុណខ្ញុំអាណិតព្រះតេជគុណណាស់ប៉ុន្តែមិនដឹងនឹងធ្វើម្ដេចយើងទាំងពីរនាក់កំសត់ពេកណាស់សូមជម្រាបថានួនដួងហៅលោកគ្រូអាចារ្យហែមជាវថាព្រះតេជគុណតាមទម្លាប់ខ្លួនជាសិស្សមកជាដរាបលោកអាចារ្យមានស្មារតីរឹងនៅតែនិយាយខ្សោៗទាំងចុករមួលមកថានួនដួងខ្លួនអញមិនខ្លាចសេចក្តីស្លាប់ទេតែអញមកនៅនឹកស្ដាយត្រង់មិនបានឃើញស្រុកយើងបានឯករាជ្យតែម្យ៉ាងប៉ុណ្ណោះលោកនួនដួងឥតតបទៅវិញទេចេះតែខំរឹតដោយថ្នាក់ថ្នមទីបំផុតលោកគ្រូអាចារ្យក៏សម្លឹងមុខសិស្សដោយផ្ចិតផ្ចង់រួចលោកក៏រលត់ដង្ហើមទៅក្បាលលោកនៅកៅលើផ្លូវសិស្សដដែលលោកនួនដួងក៏អោនក្បាលទ្រោកទៅលើទ្រូងគ្រូដោយគោរពទឹកភ្នែកហូរហែងជាថ្មីស្រដីម្នាក់ឯងថាអោលោកគ្រូខ្ញុំលោកចាក់ចោលខ្ញុំទៅហើយជាសម្ដីពោពេញដោយសេចក្តីស្រណោះសមុទ្រចិត្តឥតថ្លែងបានក្រោយមកពេទ្យក៏ចូលមកយកសពលោកអាចារ្យទៅពេលយកសពនោះលោកនួនដួងហូរទឹកភ្នែកម្ដងទៀតលោកតាមមើលឃើញគេយកសពព្រះអាចារ្យទៅដាក់លើកន្ទេលមួយស្អាតហើយរុំនឹងក្រមាថ្មីមួយរួចហើយមានខ្សែចងត្រឹមត្រូវលោកនួនដួងតាមមើលទៅឃើញគេលើកសពដាក់លើរទេះកង់3រុញយកទៅលោកមើលឃើញតែត្រឹមនោះក៏ដាក់មុខចុះមកវិញបិទភ្នែកមួយសន្ទុះផ្ដាច់ខ្សែទឹកភ្នែកដោយធ្លាក់ចុះមកលោកស្រមៃឃើញលោកអាចារ្យហែមជាវកាលនៅពីឆ្នាំមុនមិនទាន់មានរឿងជាព្រះសង្ឃអង្គអាចវៀងវៃពូកែបង្រៀនធ្វើឲ្យសិស្សរីករាយសប្បាយពូកែទេសនាគេស្ដាប់ត្រៀបត្រាលោកនួនដួងនឹកឃើញកាលត្រូវបារាំងចាប់ចង
ស្រមៃឃើញសេចក្តីទុក្ខវេទនាយ៉ាងមហាអស្ចារ្យនៅក្នុងគុកឥឡូវនេះរូបដែលធ្លាប់មានសម្លេងមានឧត្តមគតិនេះត្រូវបានមករលីសូន្យចាប់ពីពេលនេះតទៅហើយលោកនួនដួងសង្រេងអាណិតលោកគ្រូអស់ពេលយ៉ាងយូរភ្លេចទាំងក្តីឈឺចាប់របស់ខ្លួនឯងលុះក្រោយមកនោះប៊ុនច័ន្ទមលមកសួរលោកក៏រាយរាប់តាមដំណើរដែលលោកអាចារ្យហែនជាវបានទទួលមរណភាពនោះលោកប៊ុនច័ន្ទមលមានទឹកភ្នែកដែររួចថយទៅវិញរំលងមកជាយូរថ្ងៃលោកក៏មកប្រាប់វិញថាលោកបានឲ្យអ្នកទោសយកដុំថ្មធំទៅដាក់ចំណាំធ្នូអាចារ្យធ្នូនោះមានលេខ1113គឺ1113រួចលោកប៊ុនច័ន្ទមលក៏ខំនិយាយលើកទឹកចិត្តរំលឹកនួនដួងថាខ្ញុំខំកាត់ចិត្តខ្លះកុំឲ្យកើតទុក្ខពេកនាំឲ្យរោគចិត្តត្រួតថែមលើរោគកាយទៀតជាកុសលដែរលោកនួនដួងបានគង់ជីវិតតមកលោកអាចារ្យហែមជាវបានទទួលមរណភាពក្នុងជន្មាយុ45ឆ្នាំនៅឆ្នាំ1943នៅលើកោះត្រឡាចដាច់ស្រយាលមានតែប្រវិលសាគរព័ទ្ធជុំវិញតែស្រមោលឧត្តមគតិនិងគុណធម៌របស់លោកនៅតែរសាត់កាត់រលកមកចាំងផ្ដិតលើដួងចិត្តខ្មែរគ្រប់គ្នាជានិច្ចពុំបានរលុករលាយតទៅតាមពេលវេលាសោះឡើយខ្មែរស្រកនេះនិងស្រកក្រោយនៅចាំព្រះនាមលោកចាំសកម្មភាពរបស់លោកហើយរំលឹកគុណរបស់លោកជាប្រកដីអ្នករៀបរៀងសូមបញ្ជាក់ឲ្យដឹងច្បាស់ថាបានជាព្រះអាចារ្យហែនជាវត្រូវយើងតម្កល់ដំកើងព្រោះមកលើលោកជាអ្នកនាំបំភ្លឺនាំផ្លូវក្នុងការកសាងស្រុកខ្មែរឆ្ពោះទៅរកឯករាជ្យភាពក្នុងសម័យដែលស្រុកនេះនៅក្រោមអំណាចបារាំងអាណានិគមជិះជាន់ធ្វើបាបខ្មែរដោយហេតុតែបានសម្គាល់ថាអាចារ្យហែនជាវមានឧត្តមគតិស្នេហាហើយមានគុណធម៌ដ៏ប្រសើរនោះទើបគណៈរដ្ឋមន្ត្រីក្រោមអធិបតីភាពលោកសេនាប្រមុខលន់នល់ប្រធានាធិបតីនៃស្ថានរដ្ឋខ្មែរក្នុងសម័យប្រជុំកាលថ្ងៃទី22មីនាឆ្នាំ1972បានសម្រេចរឿងកិច្ចការលោកគ្រូអាចារ្យហែនជាវក្នុងបណ្ដាលបញ្ហាដែលដាក់ប្រជុំថារដ្ឋាភិបាលបានទទួលស្គាល់នៅអំពើល្អទាំងឡាយដែលព្រះអាចារ្យហែនជាវបានធ្វើជូនប្រជាជាតិខ្មែរហើយសម្រេចថានឹងចាត់ចែងឲ្យបានផ្ទេរធាតុរបស់លោកពីកោះត្រឡាចមករដ្ឋធានីភ្នំពេញយើងវិញក្នុងរឿងនេះរដ្ឋាភិបាលចាត់ឲ្យគណៈប្រតិភូខ្មែរដែលមានរូបលោកប៊ុនច័ន្ទមលជាអ្នកដឹកនាំឲ្យទៅកាន់ប្រទេសយួនខាងត្បូងហួសទៅកោះត្រឡាចស្រាវជ្រាវរកព្រះអធិធាតុព្រះសពអាចារ្យនេះយកមកប្រទេសខ្មែរវិញហើយធ្វើបុណ្យរំលឹកនិងដំកើងព្រះនាមព្រះសពដែលជាអ្នកមេគំនិតម្នាក់ក្នុងបដិវត្តន៍ខ្មែរឆ្នាំ1942ដោយតម្កល់ដំកើងឋានៈលោកជារដ្ឋបរោះជាតិក្នុងបច្ឆាមរណៈផង